អ្នកទាំងអស់គ្នាដឹងថាក្នុងរឿង Maleficent សម្ដែងដោយ Angelina Jolie មានឈុតឆាកមួយតម្រូវឲ្យក្មេងដើរទៅរកហើយ Angelina ត្រូវពោប៉ុន្តែបញ្ហាក្រោយឆាករបស់ឈុតនេះគឺថារកតួសម្ដែងក្មេងណាក៏អត់បានដែរព្រោះថាក្មេងឲ្យតែឃើញគាត់គឺយំហ្មងខ្លាចមុខគាត់ពេកពាក់ស្នែងចំធៀមផុសនិយាយទៅតួបិសាចហ្មងពិតជាពិបាករកតួមែនតើឈុតនេះមានតែប្រហែលនាទីប៉ុណ្ណោះរកតួនេះក៏មិនកើតរកតួនោះក៏មិនកើតគាត់ក៏សម្រេចចិត្តដាក់កូនស្រីបកើតរបស់គាត់ខ្លួនឯងហ្មងទៅក្នុងបទសម្ភាសន៍និយាយពីសកម្មភាព behind the scene Angelina គាត់បានប្រាប់ថាដំបូងគាត់អត់មានគិតថានឹងយកកូនខ្លួនឯងមកសម្ដែងនៅក្នុងកូន Maleficent នេះទេប៉ុន្តែការតុបតែងខ្លួនរបស់គាត់ក្មេងផ្សេងគ្រាន់តែឃើញមុខឃើញរាងគាត់គឺយំហត់អស់ហើយមានតែកូនស្រីគាត់ទេដែលអត់ខ្លាចដូចថាចំណាំថាគាត់ជាម្ដាយហ្មងទោះតុបតែងខ្លួនមិនក៏នៅតែស្គាល់ម្ដាយហត់មកអោបលេងជាមួយរហូត director រឿងឃើញក៏រើសយកមកសម្ដែងហ្មងទៅមែនតើត្រង់ស៊ីនកន្លែងនេះគឺពិតជាគួរឲ្យច្រានអារម្មណ៍ដែរនឹងព្រោះថាសាច់រឿងគឺតួ Maleficent នឹងស្អប់អត់ចូលចិត្តកូនស្រី Aurora នឹងសោះហ្មងតែដល់ហើយកូននឹងវាអត់គិតចឹងទេវានៅតូចអញ្ចឹងវាអត់ស្គាល់ថាអូម្នាក់នឹងបិសាចទេក៏ហត់ទៅចិត្តហើយតួ Maleficent នឹងឲ្យពោទៀតទោះមកបិសាចតែចិត្តអត់បិសាចទេណាឃើញក្មេងមកអញ្ចឹងក៏ព្រមពោហើយឲ្យប៉ាស្នែងនឹងលួចមើលថែពីចម្ងាយរហូតទោះបីជារឿងនេះចេញយូរហើយក៏ពិតមែនប៉ុន្តែនៅតែដិតក្នុងអារម្មណ៍មើលម្ដងហើយចង់មើលម្ដងទៀតសាច់រឿងការថតគឺល្អអាចតាក់ចិត្តទស្សនិកជនបានអ្វីដែលសំខាន់បំផុតនោះគឺគាំទ្រ Angelina Jolie នឹងហ្មងដោយសារតែគាត់ជាមនុស្សមានចិត្តសប្បុរសជាមួយនឹងកម្ពុជានិងស្រឡាញ់ប្រទេសកម្ពុជាសូម្បីតែកូនចិញ្ចឹមគាត់ក៏ជាខ្មែរដែរអញ្ចឹងគាំទ្ររឿងគាត់សម្ដែងវិញក៏គ្មានទៅអស់អីដែរគេធ្វើល្អដាក់ប្រទេសយើងក៏សងអំពើល្អទៅវិញទៅត្រូវអត់